intern ចន្លោះពី250ទៅ400ឆ្នាំចន្លោះពី3000ទៅ4800 architect ចន្លោះពី400ទៅ800ឆ្នាំចន្លោះពី4800ទៅ9600 senior architect ចន្លោះពី800ទៅ1000ឆ្នាំចន្លោះពី9600ទៅ10000ដុល្លារ leader ចន្លោះពី1000ទៅ1200ចន្លោះពី10000ទៅ12000ក្នុងមួយឆ្នាំ architect manager ចន្លោះពី1200ទៅ2000ដុល្លារចន្លោះពី12000ទៅ20000ដុល្លារក្នុងមួយឆ្នាំ intern ដែលគេហៅថា unlicensed architect ចន្លោះពី6100ទៅ6500ដុល្លារក្នុងមួយខែចន្លោះពី73200ទៅ78000ដុល្លារក្នុងមួយឆ្នាំ architect ដែលគេហៅថា licensed architect ចន្លោះពី7700ដុល្លារទៅ9000ដុល្លារក្នុងមួយខែចន្លោះពី92400ដុល្លារទៅ114,000ដុល្លារក្នុងមួយឆ្នាំ senior architect ចន្លោះពី11000ដុល្លារទៅ13000ដុល្លារក្នុងមួយខែមួយឆ្នាំអាចទទួលបាន132,000ដុល្លារទៅ156,000ដុល្លារក្នុងមួយឆ្នាំ chief architect ចន្លោះពី16000ដុល្លារទៅ19000ដុល្លារក្នុងមួយខែមួយឆ្នាំអាចទទួលបានប្រាក់កម្រៃពី192,000ដុល្លារទៅ228,000ដុល្លារក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាស្ថិតនៅក្នុងរ៉េងមួយណានៅក្នុងប្រទេសកម្ពុជាទទួលបានប្រាក់ខែប៉ុណ្ណឹងពិតប្រាកដអត់តើអ្នកទាំងអស់គ្នាចង់ទៅធ្វើការនៅ US អត់